ឯកឧត្តមឆៃរដ្ឋិសែនបានថ្លែងថាអគារមណ្ឌលសុខភាពក្រាំងល្វាថ្មីពិតជាបានចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលដោយបានបង្កើននិងបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋនិងកាន់តែទូលំទូលាយការថ្លែងរបស់ឯកឧត្តមឆៃរដ្ឋិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអនុប្រធានទី1ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុសធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពនិងសមិទ្ធផលនានាក្នុងបរិវេណមណ្ឌលសុខភាពក្រាំងល្វាស្ថិតនៅឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនាថ្ងៃទី7 ខែមេសាឆ្នាំ2026ឯកឧត្តមឆៃរដ្ឋិសែនបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងដែលមានផ្លូវខ្វាត់ខ្វែងមានទឹកស្អាតប្រើប្រាស់និងអនាម័យល្អប្រសើរនិងរបៀបរៀបរយរស់នៅប្រកបដោយភាពស៊ីវិល័យឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែនបិតាសន្តិភាពនៃកម្ពុជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្ដៅសម្ដេចឲ្យបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍជនបទតាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចំនួន5ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ2025-2035ដែលមានចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌និងចីរភាពឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថាអគារមណ្ឌលសុខភាពក្រាំងល្វាថ្មីនេះពិតជាបានចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលដោយបានបង្កើននិងបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋនិងកាន់តែទូលំទូលាយក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឲ្យកាន់តែប្រសើរឡើងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងអបអរសាទរជាមួយពលរដ្ឋដែលបានរស់នៅក្នុងឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យដែលទទួលបានសមិទ្ធផលថ្មីនាឱកាសនេះផងដែរមុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវជូនដល់អង្គពិធីសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនឲ្យកាន់តែមានប្រសិទ្ធភាពដោយផ្អែកលើមូលដ្ឋាននៃក្រមសីលធម៌និងគុណធម៌វិជ្ជាជីវៈស័ក្តិសមជាទេវតាអាវសដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋប្រកាន់យកនៅគោលការពារប្រសើរជាងព្យាបាលនិងមានទម្លាប់អនាម័យល្អគឺការហូបស្អាតផឹកស្អាតនិងរស់នៅស្អាតដើម្បីការពារបាននូវជំងឺឆ្លងនានាសូមបញ្ជាក់ថាអគារមណ្ឌលសុខភាពថ្មីមួយខ្នងដែលកំពុងសម្ពោធជាផ្លូវការនេះមានទំហំ24ម៉ែត្រគុណនឹង24ម៉ែត្រដោយមានបំពាក់បរិក្ខារពេទ្យគ្រប់មុខត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែឧសភាឆ្នាំ2024